សួស្តីបងប្អូនថ្ងៃនេះយើងទៅមើលលោកពូជនជាតិឥណ្ឌាម្នាក់គាត់តែងតែឡើងដើមត្នោតជាប្រចាំដើម្បីយកទឹកត្នោតទៅឲ្យប្រពន្ធរបស់គាត់កូរស្ករយកទៅលក់នៅទីផ្សារដើម្បីបានប្រាក់កម្រៃចិញ្ចឹមជីវភាពគ្រួសារគាត់ចឹងណាបងប្អូនហើយឃើញថាមុខរបរឡើងត្នោតនេះគឺមានតាំងពីបរមបារាណហើយមិនថានៅខ្មែរឬក៏នៅឥណ្ឌាទេពីព្រោះដើមត្នោតនេះវាមានអត្ថប្រយោជន៍ច្រើនណាស់តែដើមត្នោតខ្ពស់សាឡូនអត់មានមែកតោងទេដល់ចុងបានមានធៀងហើយធៀងមានបលាទៀតពិតជាគ្រោះថ្នាក់មែនទេដូចឃើញលោកពូមិញគាត់បានស្រានដូចបានគាត់ឡើងលើដើមត្នោតស្រុកខ្មែរស្រុកឥណ្ឌាដូចតែគ្នាបងប្អូនគាត់ថាពូនៅឥណ្ឌានេះគាត់ឡើងដើមត្នោតអត់ដាក់ប៉ាអោងអញ្ចឹងគាត់ឡើងដោយដៃផ្ទាល់មើលទៅលោកពូមានអាយុច្រើនប៉ុន្តែគាត់ឡើងដើមត្នោតបានយ៉ាងងាយព្រោះជាមុខរបរគាត់ឡើងជាប្រចាំច្រើនឆ្នាំហើយណាបងប្អូនក្មេងៗមួយចំនួនអត់ហ៊ានឡើងដើមត្នោតដូចគាត់ទេអញ្ចឹងលោកពូឥណ្ឌាគាត់ប្រើក្អមដើម្បីត្រងទឹកត្នោតខុសពីនៅស្រុកខ្មែរអញ្ចឹងបងប្អូនប្រើបំពង់ឫស្សីដើម្បីត្រងទឹកត្នោតពាក្យស្លោកគេថាតក់ពេញបំពង់អញ្ចឹងគ្មានអ្វីមួយទទួលបានដោយគ្មានការខិតខំប្រឹងប្រែងនោះទេទឹកត្នោតផ្អែមត្រជាក់ប៉ុន្តែបើចង់បានដល់តែមានទឹកដីក្លាហានឡើងដើមត្នោតហើយនឹងចំណេះជំនាញគៀបទឹកត្នោតអញ្ចឹងណាបងប្អូនហើយនៅក្នុងមួយថ្ងៃទឹកត្នោតក្នុងមួយដើមទទួលបានប្រហែលជា2ទៅ3លីត្រដូចបងប្អូនឃើញក្នុងវីដេអូនេះណាបងប្អូនហើយត្រូវតែសន្សំបងប្អូនមួយដើមទៅមួយដើមឡើងជាបន្តគ្នាទៅបានច្រើនពូឥណ្ឌានេះគាត់ប្រមូលទឹកត្នោតទាំងយកទៅឲ្យប្រពន្ធរបស់គាត់ដើម្បីកូររមាស់ធ្វើជាស្ករត្នោតបងប្អូនឃើញធំហើយនឹងផ្ទះត្នោតខាងឥណ្ឌាគាត់រៀងប្រឡាក់អញ្ចឹងមែនប៉ុន្តែมันមានសារធាតុពុលគីមីដូចចំណីអាហារមួយចំនួនទេបងប្អូនចំណីអាហារមួយចំនួនគឺដាក់គីមីឃើញតែស្អាតមែនស្រស់ល្អមែនប៉ុន្តែគីមីប៉ះពាល់សុខភាពការវិចខ្ចប់ថង់ផ្លាស្ទិកហើយណាមួយគេដាក់សារធាតុអីទុករយៈពេលយូរអញ្ចឹងណាបងប្អូនខ្ញុំក៏មិនសូវស្គាល់ដែរតែដឹងថាវាប៉ះពាល់សុខភាពចំណែកឯស្ករត្នោតគេធ្វើនេះគឺគីមីទេគាត់ខ្ទះត្នោតវារៀងប្រឡាក់មែនប៉ុន្តែគឺជាស្ករដែលគាត់ធ្វើជាប្រចាំហ្នឹងទេបងប្អូនអត់បានដាក់គីមីទេគឺធម្មជាតិពិតអញ្ចឹងខ្ញុំឃើញវីដេអូនេះគួរតែយើងនឹងគ្រប់គ្រងផលិតផលដែលធ្វើដោយដៃអត់គីមីអញ្ចឹងណាបងប្អូនទុំបីតពុំនេះបងប្អូនពុំត្នោតហ្នឹងក៏លាដូងបងប្អូនលាដូងនេះគាត់ចាក់ធ្វើពុំហើយពេលមើលវីដេអូនេះទៅខ្ញុំនឹកឃើញដល់ដូនតាយើងពីមុនក៏ធ្លាប់មានមុខរបរឡាងត្នោតកូរស្ករអញ្ចឹងណាបងប្អូនដើម្បីចិញ្ចឹមកូនចិញ្ចឹមចៅតពូជតពងដល់បច្ចុប្បន្ននេះអញ្ចឹងសង្ឃឹមថាមុខរបរមួយនេះនៅតែមានតម្លៃសម្រាប់ពេលបច្ចុប្បន្នមុខរបរឡើងត្នោតនេះមិនមែនជាមុខរបរមានបានទេបងប្អូនប៉ុន្តែវាជាមុខរបរសុចរិតហើយអាចផ្គត់ផ្គង់គ្រួសារបានមួយផ្នែកអញ្ចឹងណាបើសម័យលើវិញបើដឹងថាកូនកន្លោះអ្នកឡើងត្នោតវិញគេអត់លើកូនកំមុំឲ្យទេបងប្អូនព្រោះថាសម័យលើវាអភិវឌ្ឍជាងមុនហើយឡើងត្នោតมันអាចផ្គត់ផ្គង់ជីវភាពគ្រួសារបានទេហើយនៅស្រុកយើងឥឡូវមិនសូវសបោដើមត្នោតដូចពីមុនទេប៉ុន្តែខ្ញុំគិតថាមុខរបរមួយនេះវាធ្លាប់ជាមុខរបរមួយសុចរិតជាមុខរបរមួយល្អណាបងប្អូនហើយគេហ៊ានលើកកូនកំមុំឲ្យសម័យមុនហ្នឹងដោយសារតែយើងអាចមានលទ្ធភាពឡើងត្នោតផងធ្វើស្រែធ្វើចការផងហើយសំខាន់ស្រឡាញ់គ្នារហូតដល់ចាស់ទៅស្ម័គ្រស្មោះគ្នាណាបងប្អូន